បាទលោកនាងកញ្ញាជាទីមេត្រីខ្ញុំបាទសូមជម្រាបសួរលោកនាងកញ្ញាជាថ្មីម្ដងទៀតដោយលោកនាងបានជ្រាបហើយកម្ពុជាប្រឈមមុខនឹងរឿងធំពីរនាពេលនេះរឿងទី1គឺសង្គ្រាមតាមព្រំដែនជាមួយប្រទេសថៃហើយរឿងមួយទៀតគឺករណី Gen Z ដែលធ្វើឲ្យមនុស្សជាច្រើនចាប់ផ្ដើមដាក់សំណួរថាតើសេដ្ឋកិច្ចកម្ពុជាមានគ្រឹះរឹងមាំប៉ុណ្ណាដែរបាទថ្ងៃនេះយើងនឹងពិភាក្សាជាមួយនឹងបណ្ឌិតសេដ្ឋកិច្ចគឺលោកបណ្ឌិតសុកហាជខ្ញុំបាទសូមជម្រាបសួរលោកបណ្ឌិតបាទជំរាបសួរលោកជនរដ្ឋបុតថ្ងៃនេះដូចជាផុសផុលសម្រាប់ណាថ្ងៃណាក៏ផុសផុលវានៅរឿងថ្មីជានិច្ចមកមិនដឹងថាថ្ងៃណាមួយដែលយើងអាចបិទការផ្សាយរបស់ទូអាស៊ីសេរីនេះបានដើម្បីខ្ញុំបានដើរលេងពេញពិភពលោកតែម្ដងចង់ឲ្យសាច់រឿងនឹងបានចប់បញ្ចប់ទៅហើយខ្ញុំនឹងបិទវិចបិទទូអាស៊ីសេរីនេះចោលចេញសង្ឃឹមតែថ្ងៃណាមួយខ្ញុំអាចបានបិទទូអាស៊ីសេរីនេះវ័យកាន់តែចាស់ហើយចង់ដើរស្គាល់ពិភពលោកបន្តិចជិះជាងនឹងឡើងមកខ្វល់ខ្វាយឲ្យកម្ពុជានឹងមានសេដ្ឋកិច្ចរឹងមាំទៅកម្ពុជានឹងមានសន្តិភាពដូចសម្ដេចតេជោធិបតីបានលើកឡើងនោះគឺថាខ្ញុំបាទបិទអាស៊ីសេរីនឹងចោលព្រាមមកពេកនិយាយអំពីរឿងសេដ្ឋកិច្ចវិញបាទថ្ងៃនេះយើងពិភាក្សាអំពីសេដ្ឋកិច្ចប៉ុន្តែសេដ្ឋកិច្ចនេះគឺសេដ្ឋកិច្ចតាក់ទងទៅនឹងជីវភាពរបស់ប្រជាពលរដ្ឋតាក់ទងទៅនឹងការងារតាក់ទងទៅនឹងប្រាក់បៀវត្សរបស់កម្ពុជាតែម្ដងក្រោយពេលមានបញ្ហាធំពីរនេះកើតឡើងដូច្នេះមុននឹងទៅជែករឿងអីទៀតសូមសួរយ៉ាងខ្លីមួយម៉ាត់ទេលោកបណ្ឌិតតើកម្ពុជាកំពុងតែស្ដារសេដ្ឋកិច្ចឡើងវិញឬមួយកំពុងតែធ្លាក់ចុះទៅក្នុងវិបត្តិសេដ្ឋកិច្ចអរគុណណាស់លោកជនច័ន្ទបុតមុននឹងឆ្លើយសំណួរនេះខ្ញុំសូមជូនពរទៅដល់អ្នកស្ដាប់ទាំងអស់នៅវិទ្យុអាស៊ីសេរីណាឆ្នាំថ្មីឲ្យបានជោគជ័យហើយឲ្យផុសផុលដូចថ្ងៃនេះចឹងបាទព័ត៌មានច្រើនយើងស្ដាប់អត់ធុញទេខ្ញុំស្ដាប់ហើយជក់ហ្មងណាឥឡូវថាតើសេដ្ឋកិច្ចយើងវាយ៉ាងម៉េចមែនតើទៅអាការប្រជុំសេដ្ឋកិច្ចហ្នឹងវាមានតាំងពីមុនមកមុននឹងថៃធ្វើការឈ្លានពានខ្ញុំសូមប្រើពាក្យមិនចុះណាទុកឲ្យរាជរដ្ឋាភិបាលគាត់ដូរពាក្យអីពីព្រោះអាចគាត់ត្រូវសម្រួលណាពាក្យពេចន៍ខ្លះណាប៉ុន្តែយើងមិនមែននៅក្នុងរដ្ឋាភិបាលទេយើងគ្រប់គ្រងអ្វីដែលរដ្ឋាភិបាលបានធ្វើក្នុងការប្រឆាំងនឹងការឈ្លានពានរបស់ថៃណាដូច្នេះដូចនៅបន្តពាក្យនឹងខ្លះតទៅទៀតយើងចាំមើលបើសិនជាថៃនឹងគាត់ថាណាមួយខែទៀតមានការបោះឆ្នោតហើយគាត់សម្របសម្រួលឲ្យមានសន្តិភាពអានឹងយើងចាំដូរពាក្យសម្ដីទៅយើងនៅក្រៅរដ្ឋាភិបាលណាអ្នកនៅក្នុងរដ្ឋាភិបាលអានឹងជាអាចជាបញ្ហារបស់គាត់ត្រូវសម្របសម្រួលអីហ្នឹងឥឡូវនេះគឺថាដូច្នេះគឺថាសេដ្ឋកិច្ចហ្នឹងវាយើងមានវិបត្តិហ្នឹងមុននឹងការឈ្លានពានរបស់ថៃ6ខែមុននេះហើយវាមានថាជារឿងចាស់ណាប៉ុន្តែវាមានព័ត៌មានថ្មីរឿង Gen Z អ្នកណាក៏យើងដឹងដែរថាស្រុកខ្មែរយើងវាមានបញ្ហារឿង scam រឿងអីហ្នឹងអាមេរិកហ្នឹងគឺមានការធ្វើការស៊ើបអង្កេតពីចិនហ្នឹងក៏គាត់មិនសូវសប្បាយចិត្តដែរតាមសម្លេងដែលគេហៅថាព័ត៌មានមកចាប់មកព្រៀបហ្នឹងចិនគាត់មិនសប្បាយចិត្តទេនៅពេលដែលគាត់ដឹងថាមានរឿង scam នៅប្រទេសអាស៊ីខាងត្បូងផ្ទះគាត់ហ្នឹងតាំងភូមាអាចមាននៅថៃអាចមាននៅប្រទេសផ្សេងទៀតហើយជាពិសេសអាចមាននៅស្រុកខ្មែរណាស្រុកខ្មែរយើងវាមិនមែនមានតែស្រុកខ្មែរយើងទេបើតាមខ្ញុំដឹងដូច្នេះគឺបញ្ហាដែលយើងមានប្រឈមគឺយើងមានតាំងពីមុនមកគឺភាពក្រីក្ររបស់ប្រជាជនយើងបញ្ហាតាក់ទងនឹងបំណុលបញ្ហាតាក់ទងនឹងវិបត្តិអចលនទ្រព្យណាយើងបងលុយបងកាក់ឲ្យអ្នកដែលថាសន្យាសង់ផ្ទះសម្បែងឲ្យយើងប៉ុន្តែគេអត់សង់ទេរួចទៅយើងក៏សង់មិនហើយអីចឹងហើយយើងនៅតែរងចាំហើយបញ្ហាអស់នេះហើយដែលធ្វើឲ្យសេដ្ឋកិច្ចយើងមានវិបត្តិរឿង Gen Z រឿងសង្គ្រាមជាមួយថៃវាជារឿងថ្មីដែលធ្វើឲ្យវិស័យទេសចរជាពិសេសហ្នឹងមានភាពគេហៅថាប៉ះពាល់ខ្លាំងណាប៉ុន្តែរឿងបញ្ហាតម្លៃកសិផលបញ្ហាបំណុលរបស់ប្រជាជនវាមានតាំងពីមុនមកហើយអ្វីដែលយើងមានសប្តាហ៍ថ្ងៃអាចវាមានបញ្ហាហ្នឹងកាន់តែធ្ងន់ធ្ងរតទៅជាងនឹងទៀតដូចខ្ញុំស្ដាប់ការដែលធ្វើសុភាផ្សាយព័ត៌មានពីវិទ្យុអាស៊ីសេរីមុនបន្តិចនេះដូចនៅធនាគារ Prince បង្ខំឲ្យគេបងលុយបងកាក់អីខុសពីទម្លាប់ណាប៉ុន្តែខ្ញុំមានសេចក្តីសង្ឃឹមដែរយើងកុំឲ្យមើលឃើញខ្មៅពេកធនាគារជាតិក៏បានធ្វើការតែងតាំងសវនករពិសេសមួយណាហើយសវនករនេះខ្ញុំសង្ឃឹមថាគាត់ជាអ្នកហៅថាមានវិជ្ជាជីវៈខ្ពស់ហើយអាចជួយដោះស្រាយបញ្ហារឿង scam ដែលយើងដឹងពីការប្រព្រឹត្តរបស់ Gen Z នេះដូច្នេះខ្ញុំមិនបាននឹងសិនចុះណាចាំតិចទៀតបន្ថែមទៀតបាទ
ដូច្នេះហ្នឹងហើយយ៉ាងខ្លីតើយើងនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដែរទេ វិបត្តិសេដ្ឋកិច្ចវាមានហើយណាដូច្នេះវាធ្លាក់ក្រោម បាច់ធ្លាក់ឯកំពុងតែនៅក្នុងវិបត្តិសេដ្ឋកិច្ចហើយ យើងនៅកំពុងតែធ្លាក់នៅក្នុងវិបត្តិសេដ្ឋកិច្ចតាំងពីយើងមានបញ្ហាជាមួយនឹងគេថាជំងឺ COVID ស្អីមកយើងធ្លាក់ណាប៉ុន្តែវិបត្តិសេដ្ឋកិច្ចហ្នឹងវាមិនធ្ងន់ធ្ងរដល់ថាវាត្រូវមានភាពចលាចលអីទេវាមិនដល់នោះទេណារដ្ឋាភិបាលគាត់នៅប្រមូលពន្ធបានខ្លះវាអាចទៀបជាងអ្វីដែលគាត់រំពឹងទុកប៉ុន្តែគាត់នៅប្រមូលពន្ធបានណាអាចចិញ្ចឹមមន្ត្រីរាជការបានណាប្រាក់ខែមិនតាន់មានការប៉ះពាល់ថាមិនបើកទេខ្ញុំឃើញតាមដានដែរគឺថាមានការបើកប្រាក់ខែនឹងទៀងទាត់អត់តាន់មានបញ្ហាទេគ្រាន់តែថាចុងក្រោយនេះដោយសារយើងបានជួបគ្នាប្រហែលជាមួយខែមុនហើយខ្ញុំមើលតួលេខមួយចំនួនដែលតាក់ទងនឹងសេដ្ឋកិច្ចនឹងមួយខែមុនហើយនឹងឥឡូវខ្ញុំមានការថាបារម្ភចុះណាគឺហាក់ដូចជារៀលនឹងមានការហើមបន្តិចណាមិនហើមច្រើនទេប៉ុន្តែធ្វើឲ្យម្នាក់ដែលនៅក្នុងបរិបទសប្តាហ៍ហ្នឹងតែងតែមានការបារម្ភណាដែលរៀលពីដើមហ្នឹងគឺ4000 10រៀលអីឥឡូវវាឡើងទៅ4030 4040អីចឹងណាអានេះគឺថាជាពីអង់គ្លេសបារាំងគេហៅ indicator មួយដែលត្រូវតែយើងមានការប្រុងប្រយ័ត្នហើយខ្ញុំសង្ឃឹមថាធនាគារជាតិហើយនឹងក្រសួងពាក់ព័ន្ធផ្សេងៗទៀតនឹងធ្វើការទប់ស្កាត់ធ្វើយ៉ាងណាឲ្យលីរៀលយើងមានតម្លៃខ្ពស់ជាងនេះដូចពីមុនមួយខែពីមុនអញ្ចឹងគឺថាពេលហ្នឹងគឺថាយើងអាចនិយាយថាណាស្រុកខ្មែរអញ្ជើញប្រើប្រាក់រៀលទេតែប្រាក់រៀលហើមហើយនិយាយទៅអ្នកណាក៏គេអត់ស្ដាប់ដែរបាទលោកបណ្ឌិតមានប្រសាសន៍ថាសេដ្ឋកិច្ចយើងនឹងគឺមានវិបត្តិហើយគឺតាំងពីសម័យក្រោយ COVID មកក៏ប៉ុន្តែរដ្ឋាភិបាលនឹងនៅតែរកវិធីទប់ទល់រកវិធីដោះស្រាយបានចុះក្រោយតែពីរឿងវិបត្តិសង្គ្រាមខ្មែរថៃនេះក្រោយពីផ្ទុះរឿង Gen Z នេះផ្ទុះរឿង Gen Z នេះគឺថាវាអាចប៉ះពាល់ខ្លាំងដែរពីព្រោះមានអ្នកសេដ្ឋកិច្ចមួយចំនួនទៀតហ៊ានចោទចំនឹងតែម្ដងជាពិសេសលោកសំរងស៊ីដែលជាអ្នកសេដ្ឋកិច្ចដែរនឹងចោទចំតែម្ដងថានៅពេលដែលរដ្ឋាភិបាលមានវិបត្តិសេដ្ឋកិច្ចក្រោយវិបត្តិ COVID ក្រោយពេលដែលរដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សមិនបើកលំហសិទ្ធិសេរីភាពឲ្យសហជីពឲ្យអ្នកនយោបាយឲ្យប្រជាពលរដ្ឋអីជាដើមប្រទេសលោកខាងលិចមួយចំនួនប្រទេសនៅអឺរ៉ុបឯនឹងបានកាត់សហប្រតិបត្តិការពាណិជ្ជកម្មអាចកាត់បន្ថយ EBA ប្រព័ន្ធអនុគ្រោះពន្ធនេះជាដើមនឹងដែលធ្វើឲ្យលោកហ៊ុនសែននិងរដ្ឋាភិបាលនៃក្រមគ្រួសារតកូលហ៊ុននឹងចាប់ផ្ដើមងាកទៅប្រព្រឹត្តអំពើឬមួយក៏ខុបខិតជាមួយនឹងក្រឹតជនលំដាប់អន្តរជាតិដូច Gen Z នេះដើម្បីមកបំពេញការខ្វះខាតនៃសេដ្ឋកិច្ចកប៉ៅរបស់លោកហ៊ុនសែនក្រុមគ្រួសារតកូលហ៊ុនផងអាចជួយខ្លះដល់ដំណើរការគណៈបកប្រជាជនកម្ពុជារៀបចំប្រជុំធំធ្វើនីលការឲ្យមេដឹកនាំអាស៊ានចេញកប៉ាល់ហោះ free អត់បង់លុយឲ្យលោកហ៊ុនសែនធ្វើដំណើរត្រូវក្រៅប្រទេសអីជាដើមដូច្នេះនៅពេលដែលមានរឿង Gen Z នេះកើតឡើងនោះក៏វាធ្វើឲ្យប្រភពចំណូលរបស់ក្រុមគ្រួសារតកូលហ៊ុននេះកាន់តែថយចុះមានការបង្កកទ្រព្យសម្បត្តិរបស់លោកលីយ៉ុងផាត់ដែលជា banker ដែលជាអ្នកចេញលុយមកផ្នែកធំឲ្យក្រុមគ្រួសារតកូលហ៊ុនរដ្ឋាភិបាលនៃក្រុមគ្រួសារតកូលហ៊ុននេះជាដើមដូច្នេះវិបត្តិនឹងវាធ្លាប់មានមកហើយវាបូកបញ្ចូលនឹងសង្គ្រាមខ្មែរថ្ងៃវាបូកបញ្ចូលទៅនឹងរឿង Gen Z នេះទៀតតើអាចនឹងធ្ងន់ធ្ងរកម្រិតណាដែរជាពិសេសប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរតែម្ដងយើងឃើញថាអ្វីដែលជាក់ស្ដែងគឺប្រជាជនខ្មែរយើងប្រហែល1លាននាក់ថាអាចក្រោមនឹងតិចណាគឺគាត់បានជំនះខ្លួនពីប្រទេសថៃមកប្រទេសកម្ពុជាយើងអានេះជាដំណឹងថាអាចល្អចំពោះអ្នកខ្លះប៉ុន្តែអាចដំណឹងជាបន្ទុករបស់ក្នុងនៃសេដ្ឋកិច្ចវាជាបន្ទុកវាជាបន្ទុកពីព្រោះពីមុនគាត់រកស៊ីបានអីតិចតួចគាត់ជូនលុយជូនកាក់មកប្រទេសកម្ពុជាយើងហើយកាលមុនយើងមាន2លានផ្លាយអ្នកដែលធ្វើការនៅប្រទេសថៃបូកនឹងប្រទេសកូរ៉េអីខ្លះហើយយើងឃើញថាចំណូលដែលបានមកពីការផ្ញើលុយផ្ញើកាក់ពីបងប្អូនយើងដែលធ្វើការនៅបរទេសហ្នឹងវាមានដូចខ្ញុំនិយាយមិនមានតែត្រឹមតែថៃទេវាមានលើសពីថៃទៀតគឺយើងបានដល់ទៅ$3,000 លានច្រើនដែរណាហើយអាហ្នឹងស្មើនឹងហើយចង់លើសពីវិស័យទេសចរណ៍ផងហើយដូច្នេះអានេះជាសាច់ប្រាក់សុទ្ធហ្មងដែលរដ្ឋាភិបាលនិងប្រទេសជាតិយើងគឺបានយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍប្រទេសជាតិយើងដូច្នេះអានេះគឺយើងនឹងត្រូវគិតថាវាចំណូលនេះនឹងត្រូវកាត់បន្ថយកម្រិតណាខ្ញុំអត់ទាន់មានតួលេខទេយើងចាំមើលតួលេខចេញពីធនាគារជាតិតើវាមានការផ្លាស់ប្ដូរយ៉ាងម៉េចប៉ុន្តែខ្ញុំសូមមិនចូលលម្អិតរឿងនឹងទេពីព្រោះខ្ញុំអត់ដឹងប៉ុន្តែអ្វីដែលខ្ញុំ
ដឹងគឺតាយល់គឺច្បាស់ជាមានការកាត់បន្ថយហើយហើយហ្នឹងហើយដែលខ្ញុំនិយាយមកបន្តិចមិញហ្នឹងថាសូមឲ្យធនាគារជាតិហើយនឹងក្រសួងពាក់ព័ន្ធយើងប្រុងប្រយ័ត្នមែនទែនក្នុងការដែលឃើញលុយហើមណាលារៀលហើមអាហ្នឹងគឺវាមានពាក់ព័ន្ធនឹងអានោះវាអាចពាក់ព័ន្ធសន្ទុះខ្ញុំថាវាអាចពាក់ព័ន្ធនឹងអានោះហើយបើសិនជាទោះយ៉ាងណាក៏ដោយគឺថារដ្ឋាភិបាលត្រូវធ្វើយ៉ាងណាកុំឲ្យការដែលយើងឃើញពីបញ្ហាដែលរឿងតាក់ទងនឹងសង្គ្រាមការជំនះពានរបស់ថៃនឹងវាចូលមករឿងសេដ្ឋកិច្ចយើងខ្លាំងពេកណាដូច្នេះវាមានដែរណាវាមានប៉ុន្តែដូចខ្ញុំនិយាយមកអញ្ចឹងគឺថាអ្វីដែលមានថ្មីមកនេះគឺវាធ្វើឲ្យហៅថាវិបត្តិសេដ្ឋកិច្ចដែលយើងមានពីមុនហ្នឹងវាអាចបន្តយូរជាងអ្វីដែលយើងយល់ថាណាបើសិនគ្មានសង្គ្រាមជាមួយថៃទេបើសិនជាគ្មានរឿងអញ្ចឹងស៊ីផ្អើលពេញមកពិភពលោកអញ្ចឹងទេខ្ញុំជឿថាដំណោះស្រាយក្នុងការធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចជាតិយើងរើបឡើងវិញហ្នឹងវាបានលឿនជាងអ្វីដែលដោយសារចិនស៊ីដោយសារសង្គ្រាមជាមួយថៃបាទអរគុណលោកអ្នកនាងកញ្ញាបើសិនជាលោកអ្នកនាងមានមតិយោបល់ឬមួយក៏ចង់សួរសំណួរដោយផ្ទាល់មកកាន់វាគ្មិនកិត្តិយសរបស់យើងនៅពេលនេះលោកអ្នកនាងអាចដាក់លេខទូរស័ព្ទក្រុមការងាររបស់យើងហៅទៅលោកអ្នកនាងវិញឬមួយក៏លោកអ្នកនាងអាចសរសេរជាសារបញ្ចេញទស្សនៈយោបល់ឬមួយក៏សំណួរក៏បានខ្ញុំបាទនឹងអានជូនឥឡូវនេះយើងឃើញមានក្រុមការងាររបស់យើងដាក់មកឲ្យខ្ញុំនៅទស្សនៈរបស់លោកបណ្ឌិតមាសនេះបាទគាត់សរសេរថាសេដ្ឋកិច្ចនៅនឹងកន្លែងពេលនេះហាក់ដូចជាខុសពីអ្វីដែលបានផ្សាយហើយគាត់ដកឃ្លាចោលទៅគាត់សរសេរតែពាក្យមួយម៉ាត់ទេព្រួយខុសពីអ្វីដែលបានផ្សាយហើយព្រួយបាទអានឹងក៏ស៊ីនឹងសំណួររបស់ខ្ញុំបាទដែលព្រៀងមកពីចម្ងាយមកដែរថាតើសាររបស់រដ្ឋាភិបាលពីរឿងសេដ្ឋកិច្ចនេះហើយនឹងការពិតរឿងសេដ្ឋកិច្ចនេះវាខុសគ្នាបែបណាដែរទេស្តៀងនឹងលោកនេះដែរបាទអានឹងការព្រួយបារម្ភដូចខ្ញុំនិយាយមកអញ្ចឹងគឺថាកាលពីមុនយើងថាមួយឆ្នាំពីរទៀតបើទៅបែបយើងចេញពីរណ្ដៅនៃវិបត្តិសេដ្ឋកិច្ចហើយណាខ្ញុំយកឧទាហរណ៍មួយថាដូចជាវិបត្តិនៅក្នុងអចលនទ្រព្យណាយើងថាហើយមើលទៅបែបមួយឆ្នាំពីរទៀតពីឆ្នាំទៀតយ៉ាងយូរចេញប៉ុន្តែឥឡូវខ្ញុំមើលឃើញល្ងឹតតិចណាជាពិសេសដោយសារ Group Prince នេះគាត់រកស៊ីច្រើនទៅលើអចលនទ្រព្យនេះគឺវាធ្វើឲ្យខ្ញុំជឿថារឿងហ្នឹងវាអាចបន្តទៅទៀតណាយូរជាងថាមួយឆ្នាំពីរទៀតទៅហើយអាច4 5ឆ្នាំទៀតក៏អាចថាបានដែរពីព្រោះអានេះយើងម្នាក់យើងប៉ាន់ស្មានដែរទេណាប៉ាន់ស្មានដែរទេប៉ុន្តែវិបត្តិមានហើយក្នុងហ្នឹងក៏ដូចគ្នាអញ្ចឹងដែររដ្ឋាភិបាលគាត់មិនលាក់លៀមអីទាំងអស់ទេតាមខ្ញុំដឹងណាក្រសួងសេដ្ឋកិច្ចរដ្ឋគាត់ចេញស្រាវចរមួយឲ្យស្រីណៃនាំមួយឲ្យស្ថាប័នរដ្ឋយើងទាំងអស់ហ្នឹងមានការថ្មីត្បៀតពីរឿងចំណាយមិនចាំបាច់ណាច្បាស់ហើយម្នាក់ចេះសួរថាចំណាយចាំបាច់ធំដូចជាមន្ត្រីរាជការគួរជើងគ្នាអត់បានការអីហ្នឹងថ្ងៃណាមកគាត់ធ្វើអាហ្នឹងជារឿងមួយទៅប៉ុន្តែសប្តាហ៍ថ្ងៃនេះគឺគាត់មានការស្ដីណែនាំធ្វើស្ដីណែនាំដល់ស្ថាប័នរដ្ឋទាំងអស់ថាចំណាយមិនបានការមិនចាំបាច់ត្រូវតែកាត់បន្ថយដើម្បីយកបង្វែរថវិការដ្ឋនេះទៅជួយប្រជាពលរដ្ឋយើងដែលជាអ្នកភៀសសឹកឬក៏ទប់ទល់នឹងសង្គ្រាមគ្រឿងពេនរបស់ថៃបាទអានឹងពីខាងរដ្ឋាភិបាលចុះប្រជាពលរដ្ឋសាមញ្ញធម្មតាវិញតើពួកគាត់គួរត្រៀមខ្លួនយ៉ាងណាគួរប្រុងប្រយ័ត្នបែបណាដែរក្នុងដំណាក់កាលនេះខ្ញុំថាម្នាក់យើងដឹងគ្រប់គ្នាហើយយើងមិនចង់បានសង្គ្រាមទេណាហើយខ្ញុំជឿថាប្រជាជនថៃក៏គាត់អត់ចង់បានដែរវាមានក្រុមជ្រុលនិយមខ្លះបងតាំងពីប្រទេសហ្នឹងទៅថាទៅវាមិនកុំថាតែម្នាក់ណាប៉ុន្តែខ្ញុំសង្ឃឹមថានៅថៃអីវាពី3អាទិត្យទៀតវាអាចមានការបោះឆ្នោតទៅខ្ញុំសង្ឃឹមថាលទ្ធផលនៃការបោះឆ្នោតនេះជួយធ្វើយ៉ាងណាដើម្បីឲ្យមានលទ្ធភាពបញ្ចប់សង្គ្រាមហ្នឹងវាមានលក្ខណៈស្ថិរភាពណាប៉ុន្តែបើសិនជាប៉ុន្តែអាហ្នឹងយើងចាំអត់ខ្ញុំអត់ដឹងថាអ្នកណាអាចឈ្នះអ្នកណាអាចចាញ់ហើយខ្ញុំក៏មិនជាអ្នកជំនាញខាងរឿងនយោបាយនៅប្រទេសថៃដែរប៉ុន្តែយើងចាប់អត់ទាំងអស់គ្នាថាតើនៅខាងថៃហ្នឹងពី3អាទិត្យទៀតក្រោយការបោះឆ្នោតហ្នឹងគឺតាមខ្ញុំមិនច្រឡំទេគេបោះឆ្នោតនៅដើមខែក្រោយនេះណាបាទ3អាទិត្យទៀតដូច្នេះគឺយើងចាប់អត់គ្រប់គ្នាទៅណាហើយពេលហ្នឹងគឺយើងនិយាយច្បាស់ជាងសប្តាហ៍ថ្ងៃតិចប៉ុន្តែខ្ញុំវារួមខ្ញុំថាឲ្យប្រជាជនយើងមានការប្រុងប្រយ័ត្នក្នុងរយៈពេលវែងទៅមិនស្រួលទេណាលើកនេះថៃគាត់លេងដៃធ្ងន់ណា
ដៃធ្ងន់ជ្រុលមិនមែនការហៅថាបង្កឧបទ្ទហេតុអីនៅជុំវិញព្រំប្រទល់យើងទេអត់ទេណាយើងខ្ញុំក៏បាននិយាយប្រហែលមួយខែមុនដែរថៃក៏ទម្លាក់ត្របែកនៅភ្នំសំពៅអ្នកណាក៏ដឹងដែរចម្រៀងភ្នំសំពៅនេះនៅច្បាស់ហើយគាត់ខ្ញុំមិននិយាយឲ្យច្បាស់ថានៅកន្លែងណាទេប៉ុន្តែនៅកន្លែងនោះក៏វាមានបងប្អូនសាលារៀនវត្តអារាមនៅចិត្តនោះដែរហើយថៃមិនគួរធ្វើអញ្ចឹងទេណាហ្នឹងទី1ណាទី2ដូចនៅបារិនអញ្ចឹងណាប្រហែលជា30-40 គីឡូម៉ែត្រពីប្រាសាទទេស្រីណាចិត្តទៅណាហើយថៃមិនគួរធ្វើអញ្ចឹងថ្មីត្បិតតែកន្លែងនោះជាអាចកន្លែងជាយុទ្ធសាស្ត្រយោធាឲ្យខ្ញុំមិនចូលមិនទេព្រោះខ្ញុំអត់ដឹងណាប៉ុន្តែមិនគួរធ្វើមកដល់នឹងទេធ្វើដាក់ស្ពានវាយស្ពាននៅកន្លែងចំការកន្លែងអីថៃមិនគួរធ្វើទេដូច្នេះខ្ញុំជឿថាសង្គ្រាមដែលថៃបង្កឡើងនេះធ្វើឲ្យដិតនៅក្នុងបេះដូងខ្មែរយើងច្រើនហើយរដ្ឋាភិបាលខ្ញុំសូមជូនពរគាត់ទៅឲ្យគាត់ជួយដោះស្រាយយ៉ាងម៉េចដើម្បីបញ្ចប់បញ្ហាអស់ហ្នឹងប៉ុន្តែខ្ញុំជឿថាជាពលរដ្ឋខ្មែរមិនអត់ឱនឲ្យអ្នកណាមួយដែលថាសុំលុំជាមួយថៃផ្លាស់ប្ដូរទឹកដីអីខ្ញុំមិនជឿថាថ្មីតែប្រជាជនយើងគាត់មិននិយាយប៉ុន្តែថ្ងៃក្រោយគាត់នឹងបញ្ចេញយោបល់គាត់តាមនីតិវិធីអីមួយបាទអរគុណឥឡូវនេះយើងភ្ជាប់លោកអ្នកហៅចូលបានមកហើយលោកអ្នកហៅចូលនឹងក៏ជាមនុស្សម្នាក់ដែលខ្ញុំតែងតែនឹកដល់ដែរធ្លាប់ស្គាល់ធ្លាប់ដឹងពីការតស៊ូរបស់គាត់ដែរនោះគឺលោកអុកពេជ្រសំណាងលោកសំណាងបើលឺយើងហើយសូមអញ្ជើញដាក់សំណួរតែម្ដងបាទខ្ញុំសូមគោរពជំរាបសួរព័ត៌មានវិទ្យុអតិសេរីផ្សាយផ្ទាល់ហើយអស់លោកទាំងអស់ដែលស្ដាប់ឬក៏អ្នកវិភាគឬក៏អង្គការសង្គមស៊ីវិលឬក៏អ្នកសារព័ត៌មានសូមជម្រាបថាខ្ញុំដាក់សំណួរនេះខ្ញុំសួរថាតើអស់លោកនៅគិតពីតម្លៃនៃការដឹកនាំរបស់រដ្ឋដែលធ្វើឲ្យប្រទេសជាតិបាត់បង់កម្រិតធូនទៅហើយពិភពលោកពួកគេបានដឹងដែរតើប្រជារាស្ត្រទាំងអស់លោកបានដឹងទេទុកនៃជាតិសាសន៍របស់យើងឥឡូវខ្ញុំសូមជូនព័ត៌មាននេះហើយជម្រាបសួរទៅលោកសុកហាជប្រទេសយើងបាត់បង់អញ្ចឹងតើលោកមានដំណាក់កាលណាណែនាំឲ្យប្រមុខរាជរដ្ឋាភិបាលឬក៏ត្រកូលហ៊ុនហ្នឹងធ្វើទៅតាមអ្វីដែលការចង់បានរបស់រាជទេហើយបើរាជត្រូវការលោកឲ្យលោកបញ្ចេញមតិដើម្បីសបស្នងនឹងការសួរនឹងចម្លើយនៃការសួរថាប្រទេសជាតិយើងបាត់បង់ដោយសារតែត្រកូលហ៊ុនតើលោកដំណាស់តំណាងយ៉ាងម៉េចជាមួយរដ្ឋាភិបាលបច្ចុប្បន្នបាទសូមជម្រាបបាទអរគុណលោកអុកពេជ្រសំណាងអ្វីតែលោកសួរនឹងរៀងចាក់ប្រធានតិចពីព្រោះយើងកំពុងតែជជែកគ្នាអំពីរឿងបញ្ហាសេដ្ឋកិច្ចថាតើបន្ទាប់ពីមានសង្គ្រាមខ្មែរថៃបន្ទាប់ពីមានការបើកមុខរឿង Gen Z ជាដើមថាសេដ្ឋកិច្ចកម្ពុជានឹងមានវិបត្តិបែបណានេះជាប្រធានបទរបស់យើងប៉ុន្តែយ៉ាងណាក៏ដោយចុះលោកអុកពេជ្រសំណាងក៏សួរមួយតាក់ទងនឹងប្រធានបទរបស់យើងដែរតើលោកសុកហាជដែលជាអ្នកបណ្ឌិតសេដ្ឋកិច្ចនឹងតើអាចជួយណែនាំបែបណាទេដល់រាជរដ្ឋាភិបាលកម្ពុជាខ្ញុំថារដ្ឋាភិបាលគាត់មានអ្នកជំនាញច្រើនណាស់ហើយខ្ញុំជឿថាគាត់ដឹងរឿងទៅទាំងអស់ហ្នឹងណាប៉ុន្តែដំណោះស្រាយវាអាចខុសគ្នាដំណោះស្រាយម្នាក់យល់ថាតើគួរធ្វើចេះឬគួរធ្វើចុះខ្ញុំយកជាឧទាហរណ៍ណាអ្នកដែលនៅក្រៅរដ្ឋាភិបាលមួយចំនួនជាពិសេសអ្នកនៅក្រៅប្រទេសចង់រុញឲ្យរដ្ឋាភិបាលហ្នឹងដាក់ពាក្យប្តឹងទៅអង្គការអន្តរជាតិអីចឹងទៅណារដ្ឋាភិបាលគាត់មិនទាន់ធ្វើអានេះគឺជាទំនាស់រវាងឬមួយក៏ភាពខុសគ្នារវាងប្រជាជនខ្មែរយើងមួយចំនួនថ្មីបិទតែនៅពេលដែលថៃមកចូលឈ្លានពានយើងគឺខ្មែរយើងស្រោះគ្នាណាភ្លេចណោះតកូលនេះតកូលនោះគឺថាអ្នកនឹងឯងសិតតែខ្មែរហើយយើងស្រោះស្រួលគ្នាដើម្បីធ្វើយ៉ាងណាកុំឲ្យថៃនឹងមើលងាយខ្មែរយើងថាខ្មែរយើងបែកបាក់ស្អីអញ្ចឹងគឺយើងស្រោះគ្នាទាំងអស់ខ្ញុំក៏ថាលោកពេជ្រសំណាងគឺខ្ញុំយើងនឹងមានសម្លេងណាខ្ញុំជឿថារាជរដ្ឋាភិបាលលោកនឹងទុកមានការបោះឆ្នោតណាប្រទេសកម្ពុជាយើងជាប្រទេសមួយដែលជាយើងថាវាមិនប្រជាធិបតេយ្យ 100% ទេវាបានខ្លះដែរណាទុកថាការបោះឆ្នោតនៅឆ្នាំក្រោយនេះ2027គុំសង្កាត់សំខាន់ណាស់ហើយ2023 2ឆ្នាំទៀតហ្នឹងគឺបោះឆ្នោតរដ្ឋសភាហើយដូច្នេះខ្ញុំជឿថាគណៈបកនយោបាយផ្សេងណាមានគណៈបកនយោបាយកណ្ដាលអំណាចហើយអ្នកនយោបាយក្រៅពីហ្នឹងគឺគាត់នឹងបញ្ចេញយោបល់ហើយខ្ញុំសូមសំណូមពរឲ្យប្រជាជនយើងនឹងកុំខ្លាចណាទី1ទៅបោះឆ្នោតទី2បញ្ចេញមតិដែលបងប្អូនយើងយល់ហើយអាហ្នឹងខ្ញុំថាអាស៊ីសេរីហើយនឹងអ្នកសារព័ត៌មានផ្សេងទៀតមានតួនាទី
ខ្លាំងណាស់ដើម្បីបញ្យល់ប្រជាជនយើងថាតើគាត់ត្រូវធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហាដែលយើងមានសប្តាហ៍នេះគឺខ្ញុំតែងតែនិយាយអញ្ចឹងគឺថាកាលមុនយើងមានបញ្ហារឿងភាពក្រីក្រហ្នឹងហើយយើងដោះអត់តាមចេញទេណាអ្វីបិទដែលយើងឃើញមានអីណា building ធំនៅភ្នំពេញមានហាងអីទំនើបអីវាអាហ្នឹងជាការជឿនលឿនមួយណាការរីកចម្រើនមួយប៉ុន្តែជាមួយគ្នាហ្នឹងក៏វាមានស្អីដែលវាអវិជ្ជមានច្រើនដែរហើយ building ស្អីហ្នឹងខ្ញុំមានការបារម្ភថាណា building ដែលឡើងនៅភ្នំពេញមួយចំនួនណាមិនទាំងអស់ទេណាមួយចំនួនអាចបានលុយពី scam បានលុយពី Gen Z បានលុយពីស្អីហ្នឹងអាចទេខ្ញុំថាតែអាចទេហើយដូច្នេះយើងចាំអត់មើលថាតើរបាយការណ៍របស់សវនករ Mark Morrison Mark ណាដែលជាអ្នកជំនាញខ្ញុំស្គាល់គាត់ណាមនុស្សល្អណាស់ជាអ្នកជំនាញហៅពាក្យបារាំងហៅ expert auditor នៅស្រុកបារាំងហ្នឹងគាត់មកហ្នឹងហើយខ្ញុំជឿថាគាត់នឹងធ្វើការល្អដើម្បីឲ្យយើងដឹងថាតើទំហំនៃការចូលរួមរបស់ Prince Group ហ្នឹងជាពិសេសគឺថា Prince Bank ហ្នឹងវាយ៉ាងម៉េចនៅក្នុងសេដ្ឋកិច្ចយើងឥឡូវនេះយើងត្រូវបានទស្សទាញទេយើងបានត្រឹមនឹកស្មានទេហើយខ្ញុំសង្ឃឹមថាសំណាក់កនេះនឹងចេញរបាយការណ៍មួយដ៏ល្អហើយរបាយការណ៍ហ្នឹងនឹងយើងដាក់ផ្សាយជាសាធារណៈដើម្បីឲ្យប្រជាពលរដ្ឋយើងដឹងបាទបាទនឹងឯងមុននឹងយើងបានឃើញការវិនិច្ឆ័យឬមួយក៏លទ្ធផលរបស់សវនករហ្នឹងខ្ញុំសូមសួរសំណួរមួយជាចុងក្រោយទេមិនមែនសំណួររបស់ខ្ញុំបាទទេជាសំណួររបស់លោកអ្នកស្ដាប់ទេគាត់ដាក់ឈ្មោះខ្លួនគាត់ថាអាចារ្យបឺកំ pl ែងគាត់សួរថាតើសេដ្ឋកិច្ចខ្មែរអាចដួលរលំដែរឬទេនៅខាងមុខអាចអត់ខ្ញុំជឿថាអត់ច្រើនជាកលុំណាស្អីគ្នានយោបាយណាយើងឃើញចុងក្រោយនេះមានការប្រែប្រួលអីច្រើនណាស់មិនលើកលែងទៅអ៊ីរ៉ង់ចេញដោយសាររឿងតម្លៃឡើងថ្លៃអីហ្នឹងហើយក៏មានអីបញ្ហាពីមុនមកដែលធ្វើឲ្យមានគេហៅថាការបះបោរពីប្រជាពលរដ្ឋប៉ុន្តែការបះបោរណាជាពលរដ្ឋច្រើនតែចេញពីបញ្ហាអយុត្តិធម៌សង្គមមិនរឿងបញ្ហាសេដ្ឋកិច្ចទេខ្ញុំបង្ងាប់ខ្លួនឯងតិចចុះណាបង្ងាប់ខ្លួនឯងតិចចុះវារឿងបញ្ហាយុទ្ធធម៌សង្គមរឿងបញ្ហាសេដ្ឋកិច្ចវាជួយណាបើសិនជាយើងមិនប្រុងប្រយ័ត្នទេដូចជាតំណែងឡើងថ្លៃអញ្ចឹងដូចជាស្អីលុយហើមទៀតអាហ្នឹងគឺតែវាជាអានិកតើមួយអត់ល្អទេបើសិនជាមានមែននៅបន្តមានមែនគឺអានិកតើហ្នឹងអាចធ្វើឲ្យមានភាពច្បោកច្បល់ណាប្រជាជនយើងលែងចាយលុយរៀលទៅចាយលុយដុល្លារដោយសារលែងមានទំនុកចិត្តលើលុយរៀលអាហ្នឹងពិបាកអានឹងពិបាកអាចដួលរលំដែរណាអាចដួលរលំដែរប៉ុន្តែខ្ញុំសង្ឃឹមថាវាមិនទៅដល់នោះទេបាទអរគុណលោកបណ្ឌិតសុខហើយដែលតែងតែអញ្ជើញមកចូលរួមតាមការអញ្ជើញរបស់ពួកយើងខ្ញុំដើម្បីមកបកស្រាយជាពិសេសតាក់ទងនឹងបញ្ហាសេដ្ឋកិច្ចនេះអរគុណលោកបណ្ឌិតមែនទែនសូមជម្រាបលាតែប៉ុណ្ណេះបាទអរគុណបាទ